សម្លសម្លក់ស្លឹកកណ្ដៀវក៏ជាមុខម្ហូបប្រចាំតំបន់របស់អ្នកស្រុកមេមត់ដែរបងប្អូនអ្នកស្រុកមេមត់មួយចំនួនធំគឺគាត់ស្គាល់ច្បាស់តែម្ដងស្លឹកដែលខ្ញុំកាន់បង្ហាញបងប្អូនទាំងអស់គ្នានេះគេហៅថាស្លឹកកណ្ដៀវចំពោះបន្លែផ្សំរបស់យើងស្លឹកកណ្ដៀវគឺជាតួអង្គឯកបន្លែបន្ទាប់បន្សំដូចជាត្រប់ស្រួយស្អំហើយនិងដើមចេកសម្រាប់ដើមចេកនេះគឺខ្ញុំដាក់ជំនួសផ្លែចេកខ្ចីដោយសារតែរកទិញចេកខ្ចីអត់បានបើយើងមានចេកខ្ចីស្លគឺឆ្ងាញ់ជាងបងប្អូនអញ្ចឹងអត់មានហើយខ្ញុំក៏យកដើមចេកនេះមកជំនួសតែម្ដងសម្លថ្ងៃនេះខ្ញុំបង់ជាមួយនឹងត្រីអណ្ដែងអាំងអ្វីដែលយើងមិនអាចខ្វះបាននោះគឺប្រហុកចាបងប្អូនឥឡូវនេះខ្ញុំមកដាក់ឆ្នាំងដាំទឹកសិនកំឡុងពេលដែលខ្ញុំរងចាំទឹកពុះខ្ញុំក៏មកបេះសាច់ត្រីអណ្ដែងអាំងយើងបេះយកឆ្អឹងយកអីចេញឲ្យស្អាតហើយត្រីនេះគឺខ្ញុំដាក់ទាំងស្បែកដែរចំពោះសម្លមួយមុខនេះបងប្អូនចង់បាំងត្រីអណ្ដែងអាំងត្រីផ្ទក់ឬក៏ត្រីឆ្អើអីក៏បានដែរតាមចំណង់ចំណូលចិត្តសម្រាប់រសជាតិគឺមានរសជាតិឆ្ងាញ់ដូចគ្នាឥឡូវនេះយើងបេះត្រីបានរួចរាល់ហើយឃើញថាទឹកសម្លរបស់យើងក៏បានពុះល្អដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមចិញ្ច្រំប្រហុកតែម្ដងបន្ទាប់ពីចិញ្ច្រំប្រហុកបានរួចរាល់ហើយខ្ញុំក៏យកសាច់ត្រីដែលបានបេះសាច់អំបញ្ញមិញនេះដាក់ចូលទៅក្នុងទឹកសម្លតែម្ដងដើម្បីឲ្យវាឆាប់ចេញជាតិបន្ទាប់មកខ្ញុំបង់ដើមចេកហើយនឹងផ្លែត្រប់ហើយយើងផ្សំគ្រឿងផ្សំចូលទៅមានដូចជាអំបិលបន្តិចរ៉ូឌីប៊ីចេងហើយនិងស្ករសសម្រាប់រសជាតិគឺយើងភ្លក់តាមចំណង់ចំណូលចិត្តហើយខ្ញុំក្របរងាស់ឲ្យផ្លែត្រប់ហើយនឹងដើមចេកនេះរាងផុយល្អបន្តិចសិនបន្ទាប់ពីយើងរងាស់មួយសន្ទុះឃើញថាត្រប់ហើយនឹងដើមចេកផុយល្អហើយអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមដាក់ស្លឹកកណ្ដៀវហើយនឹងស្អំតែម្ដងយើងទុកវាមួយរំពុះគឺថាសម្លនឹងឆ្អិនរួចរាល់ហើយឥឡូវនេះសម្លសម្លក់ស្លឹកកណ្ដៀវរបស់នាងខ្ញុំបានឆ្អិនរួចរាល់ហើយតំណងដែរអត់បងប្អូនបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ខ្លាំងតែម្ដងឲ្យញ៉ាំរាល់ថ្ងៃក៏មិនចេះតលន់ដែរវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនធ្លាប់ស្គាល់ធ្លាប់ញ៉ាំសម្លមួយមុខនេះកុំភ្លេចចូលខមមិនក្រោមវីដេអូនាងខ្ញុំម្នាក់មួយផងណាអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត